បាទជំរាបសួរដល់ពុកម៉ែបងប្អូនបាទទាំងអស់គ្នាដែលធ្លាប់ទស្សនាវីដេអូខ្ញុំកន្លងមកបាទថ្ងៃនេះគឺខ្ញុំមកធ្វើការបង្ហាញអំពីការលាយចំណីមាន់ទៀតហើយបាទបន្តមកយើងដួសបាយដាក់ក្នុងឆ្នាំងមាន់បន្តមកយើងយកចំណីបាទចំណីនេះគឺជាប្រភេទចំណីជ្រូកពុកម៉ែបងប្អូនបាទយើងដាក់2ក្តាប់បាទដាក់ចំនួន2ក្តាប់បន្តមកយើងធ្វើការច្របាច់បាទច្របាច់ចូលគ្នាឲ្យខ្ទេចបងប្អូនបាទគឺយើងអត់ឲ្យវាស៊ីទាំងដុំបែបនេះទេបងប្អូនណាបន្ទាប់ពីយើងច្របាច់បែបនេះហើយគឺយើងត្រូវការថែមទឹកបានបន្តិចបងប្អូនណាឲ្យវាមានជាតិសើមបាទកាលណាថារឿងពេកមាន់វាអត់សូវចូលចិត្តស៊ីបងប្អូនបាទគឺយើងដាក់លេម៉ាន់ទីទៅទឹកបាទគឺយើងអត់ដាក់ច្រើនទេបងប្អូនណាបាទហើយសម្រាប់ការធ្វើច្បល់បែបនេះគឺមាន់វាចូលចិត្តស៊ីបាទហើយមាន់ក៏មានការធំធាត់លឿនដែរបងប្អូនបាទដោយសារកន្លងមកគឺខ្ញុំបានធ្វើបែបនេះជារៀងរាល់ថ្ងៃបាទឲ្យវាស៊ីជារៀងរាល់ថ្ងៃបាទបន្ទាប់មកយើងដាក់ឲ្យវាស៊ីទៅបងប្អូនបាទយើងមានកតោសម្រាប់ដាក់ចំណីឲ្យវាស៊ីមកបាទហើយការស្រេចឲ្យបងប្អូនបាទឃើញទេឃើញវាទៅដើមគ្នាស៊ីណាមាន់ចូលចិត្តស៊ីមែនតើបាទលាយបាយជាមួយនឹងចំណីជ្រូកបាទលាយតែមួយដុំពីរដុំអីបាយកកយើងណាពុកម៉ែបងប្អូនច្បាច់វាទៅបាទគឺបានច្រើនបាទលាយចំណីទិញទួយមកស៊ីឲ្យបាទសូមអរគុណ